ចាសួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំចង់បង្ហាញអំពីទស្សនវិជ្ជានៃការរៀបចំសម្ភារៈនិងរបស់របរសម្រាប់កម្មវិធីពិសាអាហារនៅក្នុងទីតាំងរោងចក្រខ្មែរ Beverage ជាយើងនឹងហើយការរៀបចំនេះដែរមិនមែនយើងជួលខាងក្រុមហ៊ុនពីខាងក្រៅមករៀបចំនោះទេអត់ទេគឺបុគ្គលិកដែលគាត់ធ្វើការនៅខាងផ្នែក housekeeping នៅទីនេះគឺគាត់រៀបចំហើយពួកគាត់មិនមែនចេះតែសម្អាតឬក៏មិនមែនចេះតែជូតបានបង្ហាត់បង្រៀនដោយប្រធានក្រុមរបស់ពួកគាត់ផ្ទាល់ក្នុងការរៀបចំសម្រាប់កម្មវិធីផ្សេងមិនថាកម្មវិធីតូចកម្មវិធីធំឲ្យតែធ្វើនៅក្នុងរោងចក្ររបស់យើងហ្នឹងគឺរៀបចំដោយបុគ្គលិករបស់យើងដែលធ្វើការនៅទីនេះផ្ទាល់ហ្មងហើយតកតងនឹងភេសជ្ជៈឬហើយនឹងទឹកសុទ្ធអីផ្សេងគឺយើងបានស្នើសុំមកដាក់នៅទីតាំងរៀបចំកម្មវិធីរួចរាល់ហើយតកតងនឹងទីនេះគឺជាកន្លែងដែលយើងតាំងឈ្មោះស្រាបៀរដែលក្រុមហ៊ុនយើងបានផលិតស្រាបៀរដបដែលយើងហៅថាក្រាស់បៀរហ្នឹងនៅយើងតាំងនៅទីនេះហើយការរៀបចំរបស់យើងគឺហើយស្ទើរតែទាំងស្រុងហើយសម្រាប់ការរៀបចំតុកៅអីនិងចានស្លាបព្រាសម្រាប់ទទួលភ្ញៀវហ្នឹងហើយការរៀបចំរបស់យើងហ្នឹងគឺបានសម្រិតសម្រាំងមែនតើហើយវីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងសង្ឃឹមថាបងប្អូនកុំភ្លេចជួយ like និង share វីដេអូរបស់ខ្ញុំទាំងអស់ផងហើយជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំអរគុណច្រើនបាយបាយ